ពេជ្រតខាងគឺជាប្រធានក្រុមហ៊ុននៃសម្ព័ន្ធអាជីវកម្មដ៏មានឥទ្ធិពលបំផុតមួយក្នុងទីក្រុងប៉ុន្តែខណៈពេលគាត់កំពុងធ្វើដំណើរទៅកិច្ចប្រជុំមួយឧបទ្ទហេតុដែលមិននឹកស្មានដល់បានផ្លាស់ប្ដូរជីវិតរបស់គាត់ទាំងស្រុងពេលគាត់ចុះចណ្ដើរគាត់បានចំពុកដួលហើយបុកនឹងយុវជនម្នាក់គ្មាននរណាម្នាក់ដឹងទេថាការប៉ះទង្គិចដ៏សាមញ្ញនោះនឹងធ្វើឲ្យព្រលឹងរបស់អ្នកទាំងពីរបដូរគ្នាពេលភ្ញាក់ឡើងប្រធានក្រុមហ៊ុនភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដឹងថាចឹងរបស់គាត់ដែលពីកាយជាយូរមកហើយបានជាសះស្បើយទាំងស្រុងប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតគឺមនុស្សដែលគាត់ឃើញក្នុងកញ្ចក់មិនមែនជាខ្លួនគាត់ទេប៉ុន្តែជាយុវជនម្នាក់ដោយសារតែវ័យចាស់របស់គាត់កាលពីពេលថ្មីនេះគាត់បានប្រកាសចូលនិវត្តន៍ពីតំណែងជាប្រធានក្រុមហ៊ុនឆយសុំគ្រប់និងសម្រាប់ជ្រើសរើសអ្នកស្នងតំណែងរវាងកូនប្រុសច្បងរបស់គាត់និងកូនស្រីច្បងរបស់គាត់បានផ្ដល់ពេល1ខែឲ្យអ្នកទាំងពីរប្រកួតគ្នាដោយស្មារតីអ្នកណាដែលបង្ហាញសមត្ថភាពបានល្អជាងអ្នកនោះនឹងគ្រប់គ្រងអាណាចក្រអាជីវកម្មទាំងមូលបញ្ហាគឺគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេសមស្របសម្រាប់តំណែងអ្នកស្នងរកឡើយរាល់ថ្ងៃពួកគេគិតតែពីសេចក្តីសុខផ្ទាល់ខ្លួននិងរកវិធីលួចប្រាក់ពីក្រុមហ៊ុនព្រមទាំងលួចផ្ទេរទ្រព្យសម្បត្តិទៅបរទេសដោយសំណាត់ចំណែកឯបេឡាកូនស្រីពើសំណាត់របស់ប្រធានក្រុមហ៊ុនមិនចាប់អារម្មណ៍លើមរត់គឺអំណាចឡើយនាងគ្រាន់តែជាបុគ្គលិកធម្មតាម្នាក់ក្នុងក្រុមហ៊ុនប៉ុណ្ណោះចំណងចំណូលចិត្តធំបំផុតមួយរបស់ប្រធានក្រុមហ៊ុនគឺការប្រណាំងរថយន្តថ្ងៃមួយនាយកប្រតិបត្តិម្នាក់បានយកអបាយការណ៍ហិរញ្ញវត្ថុសំណាត់មកឲ្យគាត់ក្នុងនោះបញ្ជាក់ថាកូនប្រុសច្បងរបស់គាត់និងកូនស្រីច្បងរបស់គាត់បានផ្ទេរប្រាក់ទៅកាន់នាងនៅបរទេសជាយូរមកហើយមានប្រាក់ជាង30,000 លានវ៉ុនលាក់ទុកក្នុងកណនីនីមួយរបស់ពួកគេពេលដឹងការពិតគាត់បានទៅទីលានប្រណាំងដើម្បីគិតពិចារណាឲ្យបានច្បាស់ប៉ុន្តែបន្ទាប់ពីគាត់ចាក់ចេញបុគ្គលិកថៃតម្នាក់បានរាយការណ៍ភ្លាមអំពីរឿងនេះទៅកូនទាំងពីររបស់គាត់តាមរយៈវីដេអូកាមេរ៉ារថយន្តពួកគេបានដឹងថាឪពុករបស់ខ្លួនបានឃើញឯកសារសម្ងាត់ទាំងនោះហើយអ្វីដែលពួកគេមិននឹកស្មានដល់គឺការត្រឡប់មកវិញភ្លាមរបស់ប្រធានក្រុមហ៊ុននិងបំណងចង់បើករថយន្តដោយខ្លួនឯងនៅទីលានប្រណាំងក្នុងពេលភ័យស្លន់ស្លោពួកគេបានប្រញាប់ផ្លាស់ទីរថយន្តទៅកន្លែងផ្សេងបុគ្គលិកថៃតក៏បានកុហកថាម៉ាស៊ីនមានបញ្ហាហើយត្រូវបញ្ជូនទៅរោងចក្រដើម្បីត្រួតពិនិត្យនៅពេលនោះពាក្យមួយឃ្លាដែលមើលទៅធម្មតាពីប្រធានក្រុមហ៊ុនគាត់មិនដឹងទេថាវានឹងផ្លាស់ប្ដូរជោគវាសនារបស់គាត់ទាំងស្រុងបន្ទាប់ពីពង្រីកវីដេអូថតឡើងវិញកូនស្រីរបស់គាត់បានបញ្ជាក់ថាឪពុករបស់ពួកគេបានដឹងអំពីកណនីសម្ងាត់នៅបរទេសហើយចំណែកកូនប្រុសវិញផ្ដោតតែទៅលើអេក្រង់ហើយមិនបានឃើញភ្លើងក្រហមនៅខាងមុខនិងយុវជនម្នាក់ដែលកំពុងឆ្លងផ្លូវយុវជននោះគឺជាស្ទីនកីឡាករបាល់ទាត់អាជីពគាត់ទើបតែចុះកិច្ចសន្យាជាមួយឆយសុំគ្រប់ដោយទទួលបានប្រាក់រង្វាន់ចុះកិច្ចសន្យារហូតដល់500 លានវ៉ុនដើម្បីអបអរសាទរជោគជ័យដ៏សំខាន់នោះគាត់បានទិញនំខេកមួយហើយមានគម្រោងទៅសួរសុខទុក្ខយាយរបស់គាត់នៅមណ្ឌលថែទាំមនុស្សចាស់ប៉ុន្តែក្នុងមួយប៉ប្រិចភ្នែករថយន្តស្ពណ៌មួយបានបុកគាត់ក្នុងល្បឿនលឿនខ្លាំងហើយបោកគាត់ទៅលើផ្លូវដោយសារពួកគេលួចប្រាក់រថយន្តរបស់ឪពុកបងប្អូនទាំងពីរបានសម្រេចរត់គេចពីកន្លែងកាត់ហេតុដើម្បីកុំឲ្យការពិតត្រូវបានបាយធីកូនប្រុសបានយករថយន្តទៅហាងជួសជុលវិញហើយក៏ហៅថាបានបុករបាំងសុវត្ថិភាពពេលគិតពីឆ្មាមួយក្បាលចំណែកកូនស្រីបានប្រើខ្សែស្រឡាយរបស់នាងដើម្បីលុបវីដេអូកាមេរ៉ាទាំងអស់នៅទីលានប្រណាំងនិងសូកប៉ាន់ប៉ូលីសឲ្យលុបការថតនៅកន្លែងកាត់ហេតុផងដែរសូម្បីតែស្នាមឈាមនិងភពតាមផ្សេងនៅកន្លែងកាត់ហេតុក៏ត្រូវបានសម្អាតយ៉ាងប្រុងប្រយ័ត្នរហូតមិនសល់ដំរីអ្វីទាំងអស់នៅពេលប្រធានក្រុមហ៊ុនត្រឡប់មកទីលានប្រណាំងវិញគាត់បានកត់សម្គាល់ឃើញស្នាមកត់ចម្លែកនៅខាងមុខរថយន្តទោះជាយ៉ាងណាគាត់គិតថាវាមិនអាក្រក់ទេបើកូនរបស់គាត់ធ្វើអ្វីមួយដែលគាត់មិនដឹងគាត់មានអារម្មណ៍ថាពេញមួយជីវិតគាត់បានគ្រប់គ្រងពួកគេច្រើនពេកអ្នកណាក៏ដោយដែលនឹងក្លាយជាប្រធានបន្តត្រូវតែរៀនឈរលើជើងខ្លួនឯងគាត់មិនចង់ឲ្យអ្នកស្នងរបស់គាត់ក្លាយជាមនុស្សអសមត្ថភាពតែខ្លាចតែឪពុកហើយគ្មានភាពក្លាហានក្នុងការសម្រេចចិត្តដោយខ្លួនឯងនៅក្នុងការិយាល័យរបស់ប្រធានក្រុមហ៊ុនមានបន្ទប់សម្ងាត់មួយដែលផ្ទុកទ្រព្យសម្បត្តិយ៉ាងមហាសាលដែលគាត់បានសន្សំពេញមួយជីវិតរបស់គាត់ចំណែកមួយនៃទ្រព្យសម្បត្តិរបស់គាត់ដែលគាត់មានបំណងទុកឲ្យភរិយាដែលបានស្លាប់ទៅត្រូវបានប្រគល់ឲ្យនាយកប្រតិបត្តិម្នាក់រក្សាទុកជាបណ្ដោះអាសន្នដើម្បីរក្សាទល់ឲ្យភាពរវាងកូនទាំងពីររបស់គាត់ចំណែកជីស្ទីនបានរស់រានមានជីវិតពីគ្រោះថ្នាក់នោះប៉ុន្តែរបួសធ្ងន់នៅផ្លូវរបស់គាត់បានបញ្ចប់អាជីពបាល់ទាត់របស់គាត់ទាំងស្រុងតាមការបញ្ជាក់របស់គ្រូពេទ្យទោះបីគាត់ធ្វើការស្ដារនីតិសម្បទាយ៉ាងល្អក៏ដោយគាត់អាចដើរបានដូចមនុស្សធម្មតាប៉ុណ្ណោះហើយមិនអាចចូលរួមកីឡាដែលប្រើកម្លាំងខ្លាំងបានទេសម្រាប់ជីស្ទីនវាដូចជាកូលន់ធ្លាក់ពីមេឃស្រឡះកាលពីម្សិលមិញប៉ុណ្ណោះគាត់ទើបតែចុះកិច្ចសន្យាតម្លៃរាប់លានហើយអនាគតរបស់គាត់មើលទៅភ្លឺស្វាងណាស់ប៉ុន្តែក្នុងរយៈពេលតែមួយយប់អ្វីបានរលំខ្ទេចខ្ទីអ្វីដែលឈឺចាប់ជាងនេះទៅទៀតគឺក្រុមរបស់គាត់បានបោះបង់គាត់យ៉ាងឆាប់រហ័សគ្រូបង្វឹកបានដកគាត់ចេញភ្លាមពីផែនការប្រកួតនាពេលខាងមុខក្នុងអំឡុងពេលដែលគាត់កំពុងរងទុក្ខវេទនាយ៉ាងខ្លាំងគាត់តែងតែនឹកឃើញពេលកាត់ហេតុនោះម្ដងហើយម្ដងទៀតគាត់ចាំបានខ្លះអំពីលេខស្លាករថយន្តនិងស្ទីគ័រពិសេសមួយនៅលើកាំងខាងមុខគាត់បានទៅប៉ុស្តិ៍ប៉ូលីសភ្លាមដើម្បីដាក់ពាក្យបណ្ដឹងដោយសង្ឃឹមថានឹងរកឃើញជនបង្កក្នុងចំណោមស្លាកលេខដែលអាចសង្ស័យបានជា100ប៉ុន្តែប៉ូលីសទាមទារភស្តុតាងរឹងមាំជាងនេះជីស្ទីនជឿថាកាមេរ៉ានៅក្បែរនោះប្រកាសជាបានថតទុកហេតុការណ៍ទាំងមូលប៉ុន្តែធ្វើឲ្យគាត់ខកចិត្តប៉ូលីសបានប្រាប់ថាកន្លែងកាត់ហេតុជាចំណុចស្លាប់របស់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពហើយចៃដន្យកាមេរ៉ានៅក្បែរនោះកំពុងជួសជុលនៅពេលកាត់ហេតុដូច្នេះគ្មានវីដេអូណាមួយត្រូវបានថតទុកឡើយការបញ្យល់នោះមើលទៅសមហេតុផលប៉ុន្តែភ្លាមបន្ទាប់ពីនោះប៉ូលីសម្នាក់បានផ្ញើសារដោយសម្ងាត់
ដើម្បីរាយការណ៍ស្ថានភាពតកូនស្រីរបស់ប្រធានក្រុមហ៊ុនពេលនាងដឹងថាជនរងគ្រោះនៅតែបន្តស៊ើបអង្កេតនាងមិនត្រឹមតែមិនបញ្ឈប់ប៉ុណ្ណោះទេថែមទាំងកាន់តែខុសខើទៀតផងនាងបានបញ្ជាដោយផ្ទាល់ទៅគ្រូបង្វឹកក្រុមឲ្យទាមទារ Justin សុំប្រាក់ 1000 លានវ៉ុនជាសំណងពីការរំលោភកិច្ចសន្យាដោយគ្មានផ្លូវផ្សេងទៀត Justin ត្រូវបង្ខំចិត្តដាក់បដានៅក្បែរកន្លែងកើតហេតុដោយសង្ឃឹមថានឹងរកឃើញសាក្សីប៉ុន្តែវិធីនេះប្រៀបដូចជារកំជោលនៅកណ្ដាលមហាសមុទ្រដ៏ធំល្វឹងល្វើយនៅពេលនោះអ្នកថែទាំយាយរបស់គាត់បានទូរស័ព្ទមកហើយប្រាប់ថាយាយមានវីដេអូមួយពីថ្ងៃកើតហេតុតាមពិតទៅដើម្បីឲ្យយាយអាចមើលឃើញចៅគ្រប់ពេលវេលាការថតវីដេអូត្រូវបានបត់ជានិច្ចនៅពេលដែលពួកគេធ្វើវីដេអូខលពួកគេមិននឹកស្មានថាវាបានថតទុកគ្រោះថ្នាក់នោះទាំងស្រុងទីបានឃើញស្លាកលេខរថយន្តដែលបុកគាត់យ៉ាងច្បាស់គាត់បានតាមដានផុសតាមទាំងឡាយហើយកំណត់បានយ៉ាងឆាប់រហ័សថាម្ចាស់រថយន្តនោះគឺប្រធានក្រុមហ៊ុនគាត់បានបោះពុម្ពរូបភាពទាំងអស់ពីកន្លែងកើតហេតុភ្លាមហើយផ្ញើវាទៅឲ្យប្រធានក្រុមហ៊ុនមិនយូរប៉ុន្មានរូបភាពទាំងនោះក៏ទៅដល់ប្រធានក្រុមហ៊ុនគាត់មិនត្រឹមតែបានមើលវីដេអូគ្រោះថ្នាក់នោះទេគាត់ក៏បានដឹងដែរថាកូនរបស់គាត់បានសូកប៉ាន់ប៉ូលីសតាមរយៈការរៀបរាប់របស់ Justin លុបផុសតាងហើយថែមទាំងបង្វែរសាច់គ្រឿងដើម្បីបង្ខំឲ្យជនរងគ្រោះសងជាមួយចិត្តពីបទរំលោភកិច្ចសន្យាទៀតផងខណៈដែល Justin កំពុងរៀបរាប់រឿងរ៉ាវទាំងអស់កំហឹងរបស់ប្រធានក្រុមហ៊ុនកាន់តែផ្ទុះឡើងផ្ទៃមុខរបស់គាត់ក៏កាន់តែងឹតទៅព្រោះទីបំផុតគាត់បានឃើញការពិតដ៏គួរឲ្យរន្ធត់អំពីកូនដែលគាត់ធ្លាប់ទុកចិត្តអស់រយៈពេលយូរប៉ុន្តែបន្ទាប់ពីស្ដាប់រឿងទាំងមូលចប់ប្រធានក្រុមហ៊ុនបានសួរដោយស្នប់ស្នាត់ថា Justin ចង់បានប្រាក់ប៉ុន្មានបន្ទាប់ពីពិនិត្យប្រវត្តិរបស់គាត់ប្រធានក្រុមហ៊ុនបាននិយាយថាគាត់នឹងជាអ្នកកំណត់ចំនួនសំណងដោយខ្លួនឯងក្នុងទស្សនៈរបស់គាត់អាជីពកម្ពុជារបស់អត្តពលិកអាជីពម្នាក់មានរយៈពេលត្រឹមជាង10ឆ្នាំប៉ុណ្ណោះទោះបីគ្រោះថ្នាក់នេះមិនបានកើតឡើងក៏ដោយហើយទោះជា Justin មានសំណាងប៉ុណ្ណាក៏ពិបាករកបានលើសពី 5000 លានវ៉ុនដែរសម្រាប់ប្រាក់ចំណូលពេញមួយជីវិតរបស់គាត់ដោយហេតុនេះប្រធានក្រុមហ៊ុនបានសម្រេចសង Justin ចំនួន 5000 លានវ៉ុនពេញនិងទទួលខុសត្រូវលើប្រាក់ពិន័យទាំងអស់ពីបទរំលោភកិច្ចសន្យាដោយលក្ខខណ្ឌតែមួយគត់គឺឲ្យ Justin ប្រកូលវីដេអូគ្រោះថ្នាក់នោះប៉ុន្តែ Justin បានបដិសេធគាត់ជឿថាអ្វីដែលគាត់ចង់បានមិនមែនមានតែប្រាក់ទេប៉ុន្តែគឺយុត្តិធម៌ពេលឃើញបែបនោះប្រធានក្រុមហ៊ុនមិនបានចេតវ៉ាទីឡើយក្នុងនាមជាមហាសេដ្ឋីតែឈរនៅកម្ពុជាអំណាចគាត់បានគប់សាច់ទេមួយទៅឲ្យ Justin ដោយផ្ទាល់ឲ្យគាត់សរសេរចំនួនទឹកប្រាក់តាមដែលចង់បានគាត់ពិតជាចាំដឹងថាអនាគតដ៏ភ្លឺស្វាងដែលបាត់បង់ទៅរបស់អត្តពលិកវ័យក្មេងម្នាក់មានតម្លៃប៉ុន្មានប្រធានក្រុមហ៊ុនបាននិយាយថាឲ្យគាត់យកទៅគិតឲ្យបានល្អហើយអាចត្រឡប់មកវិញគ្រប់ពេលសម្រាប់ Justin ប្រាក់ចំនួននោះគ្រប់គ្រាន់ដើម្បីផ្ញើយាយរបស់គាត់ទៅមណ្ឌលថែទាំដ៏ល្អបំផុតនិងសងបំណុលទាំងអស់ដែលគ្រួសាររបស់គាត់ជំពាក់ជាយូរមកហើយដល់ពេលនោះគាត់ពិតជាស្ទាក់ស្ទើរក្នុងពេលជាមួយគ្នានោះប្រព័ន្ធផ្សព្វផ្សាយសម្លេងបានប្រកាសថាប្រធានក្រុមហ៊ុនកំពុងឡើងទៅជាន់ទី3ដើម្បីចូលរួមកិច្ចប្រជុំមួយពេលលើបែបនោះ Justin បានចាប់យកសាច់ត្រីនោះភ្លាមហើយសរសេរចំនួនទឹកប្រាក់មួយចំណែកឯប្រធានក្រុមហ៊ុនបានប្រឈមមុខនឹងកូនប្រុសនិងកូនស្រីរបស់គាត់ដោយប្រើរូបភាពពីគ្រោះថ្នាក់នោះគ្រាន់តែឃើញរូបភាពទាំងនោះអ្នកទាំងពីរក៏ស្លេកមកភ្លាមពួកគេបានលើកជង្គង់នៅមុខឪពុកហើយសុំទោសសម្ដៅឲ្យម្ដងទៀតប៉ុន្តែនៅពេលនេះប្រធានក្រុមហ៊ុនបានអស់សង្ឃឹមចំពោះពួកគេទាំងស្រុងគាត់មិននឹកស្មានថាកូនរបស់គាត់មិនត្រឹមតែបង្កគ្រោះថ្នាក់ឲ្យរត់គេទេថែមទាំងសូកប៉ាន់ប៉ូលីសទៀតផងបំផ្លាញផុសតាមនិងធ្វើគ្រប់យ៉ាងដើម្បីទម្លាក់កំហុសលើអ្នកដទៃបងប្អូនទាំងពីរមិនអាចទទួលយកបានទេនៅផលវិបាកដែលអាចកើតឡើងពីទង្វើរបស់ពួកគេមិនថាយ៉ាងណាក៏ដោយពួកគេត្រូវតែរារង់ឪពុកកុំឲ្យជួប Justin ខណៈប្រធានក្រុមហ៊ុនកំពុងធ្វើដំណើរទៅកន្លែងណាត់ជួបដោយសារភ័យខ្លាចខ្លាំងពេកកូនប្រុសរបស់គាត់បានចំពុកដួលដោយសារការដួលភេមនោះគាត់បានរុញប្រធានក្រុមហ៊ុនយ៉ាងខ្លាំងទៅខាងមុខនៅពេលនោះឯង Justin ក៏ទៅតែមកដល់អ្នកទាំងពីរបានបុកគ្នាហើយក្បាលរបស់ពួកគេប៉ះទង្គិចគ្នាយ៉ាងខ្លាំងពេលប្រធានក្រុមហ៊ុនភ្ញាក់ឡើងគាត់រំថត់ចិត្តយ៉ាងខ្លាំងពេលដឹងថាប្រលឹងរបស់គាត់បានបដូរជាមួយ Justin អាក្រក់ជាងនេះទៅទៀតរាងកាយពិតរបស់គាត់កំពុងដេកសន្លប់នៅលើក្រែពេទ្យដោយស្ថិតក្នុងរាងកាយរបស់ Justin គាត់បានប្រញាប់ទៅបន្ទប់អ្នកជំនឿដើម្បីមើលស្ថានភាពរាងកាយពិតរបស់ខ្លួនប៉ុន្តែមុនពេលគាត់យល់ច្បាស់អំពីអ្វីដែលកំពុងកើតឡើងទូរទស្សន៍បានផ្សាយព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយមានចលនាមិត្តម្នាក់បានរាយការណ៍ថាប្រធានក្រុមហ៊ុនចុះពាក់ព័ន្ធក្នុងករណីបុកហើយរត់ក្នុងមួយរំពេចគាត់យកភ្លាមថា Justin ជាអ្នកនៅពីក្រោយរឿងនេះប៉ុន្តែលើកពីនោះទៅទៀតអ្វីដែលធ្វើឲ្យគាត់ជាចាប់គឺប្រតិកម្មរបស់កូនខ្លួនឯងដើម្បីការពារខ្លួនឯងពួកគេបានទម្លាក់ការទទួលខុសត្រូវទាំងអស់លើឪពុករបស់ខ្លួនជាសាធារណៈមិនត្រឹមតែប៉ុណ្ណោះពួកគេថែមទាំងចាប់ប្រកាន់ប្រធានក្រុមហ៊ុនដោយផ្ទាល់ថាជាមូលហេតុចម្បងនៃគ្រោះថ្នាក់កំហឹងរបស់គាត់បានផ្ទុះឡើងគាត់បានសម្ដៅទៅបន្ទប់ពេទ្យភ្លាមសម្លឹងមើលរាងកាយពិតរបស់ខ្លួនដែលកំពុងដេកលើក្រែហើយព្យាយាមធ្វើឲ្យមានការប៉ះទង្គិចដូចមុនម្ដងទៀតដោយសង្ឃឹមថាប្រលឹងរបស់ពួកគេនឹងបដូរត្រឡប់វិញប៉ុន្តែរាល់ពេលដែលគាត់ចូលចិត្តមានកម្លាំងអាថ៌កំបាំងមួយដែលរាំងគាត់ជានិច្ចអ្វីដែលចម្លែកជាងនេះទៅទៀតគឺរាល់ពេលដែលគាត់ចូលចិត្តរាងកាយពិតរបស់ខ្លួនសញ្ញាជីវិតនៅលើ monitor ចាប់ផ្ដើមប្រែប្រួលនិងគ្រោះថ្នាក់កាន់តែខ្លាំងកាន់តែចូលចិត្តស្ថានភាពរបស់រាងកាយនោះកាន់តែអាក្រក់ទៅទីបំផុតឧបករណ៍វិទ្យាសាស្ត្រទាំងអស់បានបន្លឺសំឡេងព្រមគ្នាដូចជាអាចស្លាប់បានគ្រប់ពេលមើលទៅនៅពេលនេះពួកគេមិនអាចបដូរប្រលឹងត្រឡប់ទៅរាងកាយដើមវិញបានទេខណៈដែលគាត់កំពុងចាក់ចេញពីមន្ទីរពេទ្យស្រាប់តែមានមនុស្សម្នាក់ទាញគាត់ទៅកាន់ចណ្ដាលទេចអាសន្នពេលគាត់មើលឃើញមុខច្បាស់គាត់ក៏ស្រឡាំងកាន់ព្រោះមនុស្សម្នាក់នោះគឺបេឡា
ជាការពិតណាស់បេឡាមិនដឹងទេថាមនុស្សដែលឈរនៅមុខនាងគឺជាឪពុកពិតរបស់នាងផ្ទាល់មានតែរឿងមួយប៉ុណ្ណោះដែលនាងចង់ដឹងថាតើជីស្ទីនជាអ្នករាយការណ៍ថាប្រធានក្រុមហ៊ុនជាអ្នកទទួលខុសត្រូវចំពោះករណីបុកហើយរត់តែមុនពេលគេសួរអ្វីបានបងប្រុសនិងចែរបស់នាងក៏មកដល់ដើម្បីឲ្យញីស្រួលគ្រប់គ្រងក្រុមហ៊ុនខណៈពេលប៉ារបស់ពួកគេនៅសន្លប់កូនស្រីច្បងជាអ្នកបញ្ចេញព័ត៌មានដោយផ្ទាល់អំពីគ្រោះថ្នាក់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនាងបញ្ញាទម្លាក់ប៉ារបស់ខ្លួនចេញពីតំណែងកម្ពុជាតែស្ទើរតែគ្មានរឿងអាស្រូវសពពេញមួយជីវិតមានតែវិធីនេះទេដែលអាចការពារពួកគេបានពួកគេបានលុបទិន្នន័យទាំងអស់ក្នុងទូរស័ព្ទរបស់ប្រធានហើយថែមទាំងបោះវីចូលទឹកទៀតផងគោលដៅបន្ទាប់របស់ពួកគេគឺធ្វើឲ្យប្រកាសថាគាត់មិនអាចភ្ញាក់ឡើងវិញបានទៀតប៉ុន្តែពួកគេមិនដឹងទេថាប្រលឹងដែលនៅក្នុងខ្លួនរបស់ជីស្ទីនគឺជាប៉ារបស់ពួកគេផ្ទាល់ដែលពួកគេចង់បំបិទមកហើយកំពុងឈរនៅចំពោះមុខពួកគេរស់បងប្អូនទាំងពីរនៅតែបន្តនិយាយបង្ខូចប៉ារបស់ខ្លួនពួកគេពិពណ៌នាគាត់ថាជាឧក្រិដ្ឋជនដែលមិនគួរលើកលែងខណៈដែលពួកគេបន្តប្រើលុយដើម្បីបង្ខំឲ្យជីស្ទីនប្រកួតវីដេអូគ្រោះថ្នាក់តាំងពីមុនមកប្រធានដឹងហើយថាកូនរបស់គាត់ពោពេញដោយមហិច្ឆតាហើយកំពុងរងចាំឱកាសដណ្ដើមអំណាចប៉ុន្តែគាត់មិនដែលគិតទេថាពួកគេអាចខូចខើដល់ថ្នាក់នេះចុងក្រោយបងប្អូនទាំងពីរបានចាក់សោគាត់ក្នុងបន្ទប់បិទជិតមួយហើយផ្ដល់ឱកាសចុងក្រោយឲ្យគាត់គិតឲ្យតែគាត់យកព្រមសម្របសម្រួលមិនថាចំនួនប៉ុន្មានពួកគេអាចចរចាបានទាំងអស់ពេលលើបែបនោះប្រធានក៏នឹកឃើញដោយចៃដន្យនៅពាក្យដែលគាត់ធ្លាប់និយាយទៅកាន់ជីស្ទីនមិនយូរប៉ុន្មានទេពេលនេះគាត់បានក្លាយជាជនរងគ្រោះដោយខ្លួនឯងទើបគាត់យល់ច្បាស់ពីអារម្មណ៍អស់ផ្លូវតស៊ូនិងភាពអាម៉ាស់ដែលកីឡាករវ័យក្មេងនោះបានឆ្លងកាត់នៅខាងក្រៅក្រុមហ៊ុនមានអ្នកសារព័ត៌មាននិងក្រុមបាតុករពេញទៅដោយមនុស្សនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយកូនស្រីច្បងបានទម្លាក់កំហុសទាំងអស់ទៅលើប៉ារបស់នាងអះអាងថានាងនិងបងប្រុសគ្រាន់តែជាកូនដែលគ្មានអំណាចពិតប្រាកដប៉ុណ្ណោះហើយមិនអាចប្រឆាំងនឹងការសម្រេចចិត្តរបស់ប៉ាបានទេពេលលើបែបនោះបងប្រុសរបស់នាងក៏ភ័យស្លន់ស្លោគេចាប់ផ្ដើមសង្ស័យថាប្អូនស្រីខ្លួនកំពុងតែឆ្កួតហើយព្រោះបើប៉ារបស់ពួកគេភ្ញាក់ឡើងថ្ងៃណាមួយការពិតទាំងអស់នឹងត្រូវលាតត្រដាងហើយពួកគេទាំងពីរនឹងធ្លាក់នរកមុនគេយប់នោះប្រធានបានឈៀបពេលដែលសន្តិសុខធ្វើប្រហែសហើយរត់គេចេញពីវិមានដោយស្ងាត់តាមរយៈផ្លូវសម្ងាត់មួយដែលគាត់ជាអ្នកជួយរចនានិងសាងសង់លំនៅឋានទាំងមូលនេះដោយខ្លួនឯងដូច្នេះគ្មានអ្នកណាស្គាល់ទីកន្លែងនេះច្បាស់ជាងគាត់ទេប៉ុន្តែពេលគាត់មកដល់មុខក្រុមហ៊ុន Choice Group គាត់ក៏ស្ទើរតែស្លុតចិត្តមានមនុស្សរាប់ពាន់អ្នកប្រមូលផ្ដុំគ្នាថ្វាហើយទាំងអស់គ្នាទាមទារឲ្យប្រធានទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួនសូម្បីតែក្រុមហ៊ុន Choice Group ក៏រងការរិះគន់យ៉ាងខ្លាំងពីសាធារណជនតម្លៃភាគហ៊ុនក៏បន្តធ្លាក់ចុះឥតឈប់ឈរអ្នកវិនិយោគចាប់ផ្ដើមសង្ស័យថាចំពោះចំនួនដ៏ខ្លាំងក្លានេះកំពុងឈានដល់មាត់ជ្រួញនៃការដួលរំហើយពាក្យចាំអារ៉ាមនិងការរិះគន់បានរីករាលដល់គ្រប់ទីកន្លែងពេលឃើញបែបនេះប្រធានជាចាប់យ៉ាងខ្លាំងគាត់មិនដែលគិតទេថាក្រុមហ៊ុនដែលខំអសាមពេញមួយជីវិតនឹងធ្លាក់មកដល់ស្ថានភាពបែបនេះខណៈដែលគាត់កំពុងសម្លឹងមើល logo Choice Group គាត់ក៏នឹកឃើញផែនការដ៏ក្លាហានមួយគាត់បានចូលរួមសន្និសីទសារព័ត៌មានរបស់ក្រុមហ៊ុនដោយខ្លួនឯងហើយប្រកាសថាគាត់ដឹងអំពីអ្នកដែលពាក់ព័ន្ធក្នុងគ្រោះថ្នាក់បុកហើយរត់កូនរបស់គាត់គិតថាគាត់នឹងបង្ហាញការពិតទាំងអស់ប៉ុន្តែអ្វីដែលគាត់និយាយបន្តបានធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលដើម្បីការពារកេរ្តិ៍ឈ្មោះក្រុមហ៊ុនគាត់សម្រេចចិត្តលះបង់ខ្លួនឯងពេលលើបែបនោះកូនស្រីច្បងក៏ឆក់យកឱកាសព្រាមហើយប្រកាសថាពួកគេនឹងផ្ដល់សំណងខ្ពស់បំផុតដល់ជីស្ទីនកូនប្រុសក៏ប្រញាប់សន្យាថានឹងប្រើធនធានទាំងអស់របស់ក្រុមហ៊ុនដើម្បីជួយគេនៅថ្ងៃអនាគតបន្ទាប់ពីសន្និសីទសារព័ត៌មានប្រធានបានទៅកាន់អាសយដ្ឋានដែលមាននៅលើអត្តសញ្ញាណប័ណ្ណរបស់ជីស្ទីនប៉ុន្តែពេលទ្វារបើកពិភពលោករបស់គាត់ស្ទើរតែរលំបន្ទប់តូចចាស់រញ៉េញ៉ៃនិងខ្វះសម្ភារៈចាំបាច់ខុសស្រឡះពីវិមានប្រណិតនិងជីវិតហឺហាដែលគាត់ធ្លាប់រស់នៅអស់ជាច្រើនឆ្នាំវាដូចជាពិភពផ្សេងទៀតទាំងស្រុងមនុស្សដែលធ្លាប់ត្រូវបានទទួលស្វាគមន៍ដោយរថយន្តថ្លៃរស់នៅក្នុងវិមានធំទូលាយនិងទទួលការគោរពពីមនុស្សរាប់មិនអស់ឥឡូវនេះត្រូវបានបង្ខំឲ្យប្រឈមមុខនឹងការពិតដ៏ឃោរឃៅរបស់មនុស្សសាមញ្ញប៉ុន្តែបន្ទាប់ពីការភ្ញាក់ផ្អើលដំបូងគាត់ក៏ដឹងបន្តិចម្ដងថាគាត់មិនទាន់បាត់បង់អ្វីទាំងអស់ទេអំណាចតំណែងនិងទ្រព្យសម្បត្តិដ៏មហាសាលអាចបាត់បង់ទៅប៉ុន្តែគាត់បានទទួលអ្វីមួយដែលមានតម្លៃជាងគេគឺយុវវ័យនិងរាងកាយមានសុខភាពល្អដែលគាត់បានបាត់បង់ជាយូរមកហើយដោយសារតែបែបនេះជំនឿរបស់គាត់លើផែនការសំសិទ្ធកាន់តែរឹងមាំឡើងប៉ុន្តែមុននឹងចាប់ផ្ដើមការប្រយុទ្ធដើម្បីយកអ្វីមកវិញជាផ្លូវការមានរឿងមួយដែលគាត់ត្រូវធ្វើជាមុនសិនគាត់ត្រូវយកឆៅច្រត់របស់ខ្លួនមកវិញតែបានប្រោសអត់ជាច្រើនឆ្នាំវាមិនមែនគ្រាន់តែជារបស់ប្រើប្រាស់ធម្មតាទេវាក៏ជានិមិត្តសញ្ញានៃអត្តសញ្ញាណពិតរបស់គាត់ផងដែរតែចង់យករបស់ដែលជាកម្មសិទ្ធិរបស់ខ្លួនមកវិញគាត់ក៏ត្រឡប់ទៅមន្ទីរពេទ្យភ្លាមនៅក្នុងបន្ទប់អ្នកជំងឺប្តីរបស់កូនស្រីច្បងរបស់គាត់កំពុងរៀបចំចាក់ថ្នាំអាត់កំបាំងមួយចូលទៅក្នុងរាងកាយដែលកំពុងសន្លប់របស់គាត់ប៉ុន្តែគេមិននឹកស្មានថាម្ដាយក្មេករបស់ខ្លួននៅទីនោះទេហើយកំពុងយាមក្បែរត្រីអ្នកធ្វើគាត់ក៏លាក់ដបថ្នាំនោះក្នុងថតតុហើយផ្ញើសារទៅប្រពន្ធរបស់គាត់ដោយសម្ងាត់ឲ្យនាងបន្តអនុវត្តផែនការនោះជំនួសចំណែកឲ្យគាត់វិញបាននាំម្ដាយក្មេកត្រឡប់ទៅផ្ទះសិនមុនពេលកូនរបស់ប្រធានក្រុមហ៊ុនមកដល់គាត់បានចូលទៅក្នុងបន្ទប់អ្នកជំងឺមុនគេគាត់ដោយយន្តការសម្ងាត់ចេញពីឈើច្រត់ភ្លាមហើយបំរុងនឹងចាក់ចេញតែស្រាប់តែសំឡេងជើងដើរពីខាងក្រៅទ្វារគាត់ក៏ប្រញាប់លាក់ខ្លួននៅពីក្រោយសាឡុងហើយនៅទីនោះគាត់បានឃើញឈុតឆាកដ៏ឈឺចាប់បំផុតក្នុងជីវិត
កូនបង្កើតរបស់គាត់ពិតជាចង់សម្លាប់គាត់មែនប៉ុន្តែមានរឿងមួយដែលនឹកស្មានមិនដល់កើតឡើង Justin ស្រាប់តែភ្ញាក់ឡើងនៅពេលនោះតែម្ដងនៅពេលគាត់ឃើញហេតុការណ៍នោះកូនស្រីច្បងក៏ចាប់យកខ្នើយដោយគ្មានការស្ទាក់ស្ទើរហើយសង្កត់វាយ៉ាងខ្លាំងលើមុខឪពុករបស់នាងក្នុងពេលជាមួយគ្នានោះប្រធានក្រុមហ៊ុនដែលលាក់ខ្លួនក្រោយសាឡុងក៏មានអារម្មណ៍ដូចជាថប់ដង្ហើមយ៉ាងខ្លាំងគាត់មានអារម្មណ៍ថាបារាំងកាយនៅលើក្រៃស្លាប់ព្រលឹងរបស់គាត់ក៏នឹងបាត់បង់ទៅដែរក្នុងភាពភ័យខ្លាចគាត់ប្រមូលកម្លាំងចុងក្រោយដែលនៅសល់លើកដៃដែលញ័ររបស់គាត់ឡើងហើយចិត្តកណ្ដឹងអាសន្ននៅពេលសម្លេងកណ្ដឹងលាន់ឡើងមនុស្សនៅទីនោះភ័យស្លន់ស្លោហើយរត់គេចខ្លួនភ្លាមគាត់ខំទ្រាំការជិះចាប់តែហាក់ដូចជាចិត្តស្លាប់ខណៈពេលស្រែកហៅឈ្មោះ Justin ម្ដងហើយម្ដងទៀតប៉ុន្តែគ្មានការឆ្លើយតបអ្វីសោះនៅពេលនោះគាត់ក៏បាក់ទឹកចិត្តទាំងស្រុងគាត់ដឹងជាយូរមកហើយថាកូនរបស់គាត់ចង់ឲ្យគាត់បាត់ពីលោកនេះប៉ុន្តែនៅពេលគាត់បានឃើញដោយផ្ទាល់ពួកគេព្យាយាមសម្លាប់ឪពុកបង្កើតរបស់ខ្លួនការជិះចាប់ដែលគាត់មានអារម្មណ៍ដូចជាកាំបិតចាក់ចូលក្នុងបេះដូងគាត់បំរុងយកក្រដាសជូតមាត់មួយសន្លឹកដើម្បីជូតទឹកភ្នែករបស់គាត់តែដោយចៃដន្យគាត់បានឃើញមួយប្រទានបាត់ទេមួយតែគាត់ធ្លាប់ឲ្យ Justin នៅតែមិនទាន់មានចំនួនទឹកប្រាក់សរសេរនៅលើវាផ្ទុយទៅវិញមានតែប្រយោគមួយប៉ុណ្ណោះប្រគល់ឲ្យខ្ញុំក្រុមហ៊ុនឆ្វ័យសងរូបពេលអានពាក្យទាំងនោះរួចទីបំផុតប្រធានក្រុមហ៊ុនក៏សម្រេចចិត្តបានគាត់ប្រឈមមុខនឹងកូនរបស់គាត់ដោយផ្ទាល់ហើយស្នើសុំចូលធ្វើការជាកម្មសិក្សាការីនៅឆ្វ័យសងរូបនៅថ្ងៃចូលក្រុមហ៊ុនមនុស្សដំបងដែលគាត់បានជួបម្ដងទៀតគឺមេរ៉ាជានាយកប្រតិបត្តិដែលគាត់ទុកចិត្តបំផុតកាលពីមុនប៉ុន្តែក្នុងស្ថានភាពដែលមិនគួរឲ្យជឿបែបនេះទោះគាត់និយាយថាប្រលឹងរបស់គាត់និង Justin បានប្ដូរគ្នាក៏ដោយក៏គ្មាននរណាជឿដែរដូច្នេះមុនពេលគ្រប់យ៉ាងរួចរាល់សម្រាប់ការបង្ហាញការពិតគាត់សម្រេចចិត្តលាក់អត្តសញ្ញាណពិតរបស់ខ្លួនសិនគាត់ត្រូវបានចាត់តាំងទៅផ្នែកសម្ភារៈពុស្តភាចៃដន្យណាស់បេឡាកូនស្រីពើរបស់គាត់ក៏ធ្វើការនៅទីនោះដែរដូច្នេះនាងខ្លាចជាមិត្តរួមការងាររបស់គាត់ជាធម្មតាកម្មសិក្សាការីថ្មីតែងតែខ្មាស់ហ៊ាននិងប្រុងប្រយ័ត្នគ្រប់សកម្មភាពនិងពាក្យសម្ដីប៉ុន្តែវត្តមានរបស់ប្រធានក្រុមហ៊ុនខុសទាំងស្រុងទោះត្រឹមឈរនៅទីនោះក៏ដោយមនុស្សទាំងការិយាល័យអាចមានអារម្មណ៍ពីអំណាចដែលមើលមិនឃើញរបស់គាត់ទោះយ៉ាងណាជីវិតមិនតែងតែដំណើរការតាមចិត្តឡើយបុរសដែលធ្លាប់អង្គុយនៅកំពូលអំណាចឥឡូវនេះត្រូវរៀនប្រើ Excel ហើយអ្នកដែលដាក់ការងារនេះឲ្យគាត់គឺកូនស្រីពើរបស់គាត់ផ្ទាល់បញ្ហាគឺពេញមួយជីវិតរបស់គាត់មើលតែរបាយការណ៍សង្ខេបប៉ុណ្ណោះហើយមិនដែលប្រើកម្មវិធីការិយាល័យទេដោយសារចង់យកពីជីវិតរបស់កូនស្រីនៅក្នុងក្រុមហ៊ុនគាត់ក៏នៅបន្តទៅស៊ូប្រធានផ្នែកដោយខ្លួនឯងទោះបីជាបុគ្គលនោះជាថ្នាក់លើផ្ទាល់របស់គាត់ក៏ដោយគាត់នៅតែមានអរិយាប័ត្រនិងអំណាចរបស់ប្រធានក្រុមហ៊ុនដដែលសូម្បីតែប្រធានផ្នែកក៏ត្រូវសម្ពាធពីវត្តមានរបស់គាត់ដោយមិនដឹងខ្លួនហើយនិយាយការពិតចេញមកភ្លាមដោយសារតែបែបនេះប្រធានក្រុមហ៊ុនបានដឹងការពិតមួយតែគាត់មិននឹកស្មានដល់តាំងពីថ្ងៃដំបូងដែលបេឡាចូលក្រុមហ៊ុននាងជាអ្នកស្ម័គ្រចិត្តទទួលការងារធន់បំផុតជានិច្ចចាប់ពីការរត់ការតាមបញ្ជាការលើករបស់ធ្ងន់រហូតដល់ការងារតូចដែលអ្នកដទៃគេចវេះនាងទទួលធ្វើទាំងអស់ដោយគ្មានពាក្យត្អូញត្អែរាល់ពេលមានកម្មវិធីជួបជុំរបស់នាយកដ្ឋានគេក៏តែងហៅនាងឲ្យជួយធម្មតាមូលហេតុគឺសាមញ្ញប៉ុណ្ណោះនាងពូកែលីភេសជ្ជៈខ្លាំងណាស់ពេលប្រធានក្រុមហ៊ុនដឹងថាកូនស្រីដែលគាត់ស្រឡាញ់បំផុតបានធ្វើការបែបនេះដោយស្ងៀមស្ងាត់អត់ជាច្រើនឆ្នាំគាត់ខឹងយ៉ាងខ្លាំងគាត់មិនដែលនឹកស្មានថាអ្នកស្នំរត់ដែលស័ក្តិសមបំផុតត្រូវបានគេចាត់ទុកដូចជាជំនួយការការិយាល័យធម្មតាម្នាក់ដែលយប់នោះគាត់យកលេខថាត្រូវធ្វើការថែមម៉ោងដើម្បីស្នាក់នៅក្នុងក្រុមហ៊ុនបន្ទាប់ពីបុគ្គលិកទាំងអស់ចេញអស់គាត់ក៏ចូលប្រាថ្នាអ្នកគ្រប់គ្រងកម្រិតខ្ពស់ដែលមានតែគាត់ប៉ុណ្ណោះដើមបន្ទាប់មកគាត់ចម្លងឯកសារសំខាន់ទៅក្នុង RESPO មួយបន្ទាប់ពីនោះគាត់ក៏ទៅការិយាល័យប្រធានក្រុមហ៊ុនតែម្នាក់ឯងដោយសារនៅទីនោះគ្មានកាមេរ៉ាសុវត្ថិភាពគាត់មិនចាំបាច់លាក់ខ្លួនទៀតទេគាត់វាយលេខសំណាត់ដោយប្រុងប្រយ័ត្នប្រើយន្តការសំណាត់នៅក្នុងឈើច្រត់របស់គាត់ហើយបើកទ្វារបន្ទប់សំណាត់នៅខាងក្នុងគឺជាទ្រព្យសម្បត្តិដ៏មហាសាលដែលគាត់ប្រមូលបានពេញមួយជីវិតគាត់យកដុំមីជាច្រើនដោយរាប់សិបពាន់លានវ៉ុននិងបានខ្មៅដែលគ្មានកំណត់ទឹកប្រាក់នៅពេលនោះគាត់មានអារម្មណ៍ថាខ្លួនបានរស់ឡើងវិញពិតប្រាកដគាត់ផ្លាស់ទៅស្នាក់នៅសន្តាគារប្រណីមួយទិញនាឡិកាថ្លៃនិងឈុតសម្លៀកបំពាក់ថ្មីដូចជាបុរសដែលធ្លាប់គ្រប់គ្រងអាណាចក្រអាជីវកម្មដ៏ធំហេម៉ាបានត្រឡប់មកវិញប៉ុន្តែគាត់មិនឈប់ត្រឹមនោះទេគាត់ទៅមន្ទីរពេទ្យភ្លាមហើយជ្រើសរើសគិលានុបដ្ឋាយិកាស្រីម្នាក់ដែលមានជីវភាពលំបាកដោយប្រើប្រាក់ដ៏ច្រើនគាត់ស៊ូប៉ាន់នាងហើយបញ្ជាឲ្យនាងរាយការណ៍គ្រប់យ៉ាងអំពីការប្រែប្រួលស្ថានភាពរាងកាយរបស់គាត់មិនយូរប៉ុន្មានគិលានុបដ្ឋាយិកាក៏នាំដំណឹងសំខាន់មកនាងប្រាប់ថារាងកាយរបស់ប្រធានក្រុមហ៊ុនធ្លាប់បង្ហាញសញ្ញាភ្ញាក់ឡើងមួយរយៈខ្លីហើយថែមទាំងបន្សល់ទុកសម្បត្តិមួយតែត្រូវប្រគល់ឲ្យមេរ៉ាដោយផ្ទាល់បន្ទាប់ពីអានសម្បត្តិរួចមេរ៉ាក៏ប្រជុំបន្តភ្លាមខ្លឹមសារនៃសម្បត្តិនោះធ្វើឲ្យថ្នាក់ដឹកនាំទាំងអស់ភ្ញាក់ផ្អើលនៅក្នុងនោះបានបញ្ជាក់ថាចាប់ពីថ្ងៃនោះទៅសិទ្ធិស្នំរដ្ឋក្រុមហ៊ុន Choice Song Group នឹងមិនផ្អែកលើឈាមសាច់ឬទំនាក់ទំនងគ្រួសារទៀតទេបុគ្គលិកគ្រប់រូបនៅក្នុងក្រុមហ៊ុននឹងមានឱកាសក្លាយជាអ្នកស្នងតំណែងបន្ទាប់ខណៈមេរ៉ាកំពុងអានសម្បត្តិទ្វារបន្ទប់ប្រជុំស្រាប់តែបើកឡើងនៅចំពោះមុខថ្នាក់ដឹកនាំជាន់ខ្ពស់ដែលភ្ញាក់ផ្អើលប្រធានក្រុមហ៊ុនក្នុងរាងកាយរបស់ Justin បានដើរចូលមកយឺតគាត់សម្លឹងមើលមនុស្សទាំងអស់នៅទីនោះហើយសួរសំណួរមួយដែលធ្វើឲ្យបន្ទប់ទាំងមូលស្ងប់ស្ងាត់បើអញ្ចឹងខ្ញុំក៏មានសិទ្ធិក្លាយជាប្រធានក្រុមហ៊ុនដែរមែនទេ
នៅពេលនោះការសំសឹករបស់ប្រធានក្រុមហ៊ុនបានចាប់ផ្ដើមជាផ្លូវការក្រោមអត្តសញ្ញាណជាកម្មសិក្សាការីធម្មតាម្នាក់បន្តិចម្ដងគាត់នឹងបញ្ឆេះភ្លើងដែលដុតបំផ្លាញឆយសឹមគ្រូទាំងមូលហើយអ្នកដែលក្បត់គាត់ម្នាក់នឹងត្រូវទទួលការសុំទោសសុំនឹងទង្វើរបស់ខ្លួន